ក្នុងវីដេអូថ្ងៃនេះខ្ញុំនឹងទៅ Disneyland Tokyo បើបងប្អូនចង់ដឹងថា Disneyland Tokyo មានអ្វីខ្លះកុំភ្លេចមកតាមដានវីដេអូនេះហើយកុំឲ្យខាតពេលវេលាយូរនឹងចាប់ដើមវីដេអូនេះទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងតែនៅតាមផ្លូវជិះឡានទៅ Disneyland Tokyo ហើយឥឡូវគ្រាន់តែខ្ញុំទៅដល់ Disneyland ភ្លាមគឺចាប់ដើមភ្លៀងយកមកពេលហ្នឹងខ្ញុំសែតខ្លាំងមែនតើបងប្អូនឥឡូវហ្នឹងដែរបងប្អូនស្រីខ្ញុំកំពុងតែជួយថតឲ្យខ្ញុំហើយឥឡូវពួកខ្ញុំចាប់ដើមដើរចូលក្នុង Disneyland ហើយនៅពេលដែលខ្ញុំដើរចូលទៅភ្លាមខ្ញុំចាប់ដើមហៅមើលអីខាងលោមានអីទិញហើយពេលហ្នឹងដែរខ្ញុំក៏បានចូលទៅទិញកន្លែងគេលក់មួកហើយនឹងបោសក់ព្រោះអីបងអូនស្រីខ្ញុំគាត់ទិញបោសក់ហើយពួកយើងក៏បានទិញតុក្កតាម្នាក់មួយផងដែរហើយកន្លែងហ្នឹងណាបងប្អូនគឺគេមានលក់អីច្រើនមែនតើហើយស្អាតណាស់ចឹងឥឡូវខ្ញុំចាប់ដើមចេញមកវិញហើយខ្ញុំឃើញតុក្កតាកំពុងតែដើរហើយតុក្កតាហ្នឹង cute ណាស់ហើយខ្ញុំក៏បានសុំថតជាមួយតុក្កតាទាំងអស់ហ្នឹងតែតុក្កតានឹងមិនងាយសុំថតបានទេដោយសារតែពេលនោះគឺមនុស្សច្រើនមែនតើហូមជុំវិញតុក្កតាហើយចឹងហើយគេឲ្យយើងកេះទេបើសិនជាយើងកេះទៅគេប្រាប់ថាកុំឲ្យកេះតុក្កតាបើសិនជាយើងចង់ថតជាមួយតុក្កតាហ្នឹងគឺយើងត្រូវតែ say hello លើកដៃ hello ទៅតុក្កតាទៅនៅពេលដែលពួកគាត់ឃើញយើង hello អញ្ចឹងគឺគាត់ចាប់ផ្ដើមដើរមកចាប់ដៃយើងនិងថតជាមួយយើងហើយអញ្ចឹងគឺរូបថតមានច្រើនទៀតប៉ុន្តែខ្ញុំដាក់បានតែប៉ុណ្្នឹងទេចឹងឥឡូវខ្ញុំដើរមកដល់កន្លែងនេះគឺឃើញពួកគាត់កំពុងតែផ្លុំភ្លេងចឹងបងប្អូនអាចស្ដាប់សំឡេងដែលគាត់ផ្លុំផ្ទាល់បានអញ្ចឹងឥឡូវខ្ញុំចាប់ផ្ដើមដើរចេញទៅទៀតហើយដើរហ្នឹងគឺឥឡូវហ្នឹងខ្ញុំដើរសំដៅទៅដល់កន្លែង Castle គេបងប្អូនប្រាសាទខាងក្រោយហ្នឹងគឺជាប្រាសាទនៅក្នុងរឿងនិទានតុក្កតា Cinderella ហើយអញ្ចឹងឥឡូវពួកខ្ញុំក៏បានថតរូបនៅមុខហ្នឹងដែរកន្លែងហ្នឹងស្ដាយមែនតើខ្ញុំមកបានថតវីដេអូដោយសារคลิกថតហើយឥឡូវខ្ញុំកំពុងតែធ្វើដំណើរដើរទៅកន្លែងលេងផ្សេងទៀតឥឡូវហ្នឹងដែរខ្ញុំមកដល់កន្លែងជិះទូកខ្ញុំកំពុងតែឡើងទៅលើទូកហើយបងប្អូនពេលជិះទូកហ្នឹងខ្ញុំឃើញមានសត្វដំរីប៉ុន្តែសត្វដំរីហ្នឹងមិនមែនមែនតែនទេព្រោះវាជាសត្វដំរីដែលធ្វើមកពីថ្មប៉ុន្តែវាមានចលនាចឹងទៅដូចមែនតែនចឹងហើយនៅពេលដែលខ្ញុំកំពុងជិះទូកហ្នឹងខ្ញុំក៏បានឃើញប្រាសាទមួយដែលគួរឲ្យចាប់អារម្មណ៍ណាស់វាដូចប្រាសាទបុរាណនៅខ្មែរយើងអញ្ចឹងខ្ញុំគិតថាគេយកលំនាំទៅតាមប្រាសាទបុរាណនៅខ្មែរយើងបន្ទាប់ពីជិះទូករួចខ្ញុំក៏បានរកឃើញកន្លែងលេងមួយទៀតនៅកន្លែងនេះខ្ញុំមើលតុក្កតាសម្ដែងប៉ុន្តែខ្ញុំមិនបានថតទេព្រោះអីកន្លែងហ្នឹងធ្វើការពាក់វ៉ែនតា 3D អញ្ចឹងទៅខ្ញុំក៏បានថតទៅនៅពេលដែលមើលតុក្កតាសម្ដែងរួចខ្ញុំក៏បានមកទិញអីញ៉ាំនៅតូបនេះគេមានលក់នំ churro ហើយរសជាតិវាគឺឆ្ងាញ់មែនតើបងប្អូនគឺអែមខ្ញុំឲ្យ10 លើ 10នៅពេលដែលញ៉ាំរួចខ្ញុំក៏បានចូលផ្ទះខ្មោចហើយនៅពេលដែលចូលទៅខ្ញុំភ័យមែនតើពីព្រោះខ្ញុំស្មានខ្លាចប៉ុន្តែនៅពេលដែលចូលទៅមិនសូវខ្លាចប៉ុន្មានទេហើយបងប្អូនកន្លែងបន្ទាប់ដែលខ្ញុំចូលទៅគឺជាកន្លែងដែលតុក្កតាកំពុងតែសម្ដែងហើយតុក្កតានឹងកំពុងតែល្បីទៀតមិនធំតែមានតុក្កតាទេកន្លែងហ្នឹងគេមានជាសត្វសេកដែលគេដាក់សម្ដែងដែរហើយសត្វសេកហ្នឹងជាជ័រទេបងប្អូនហើយឥឡូវនេះខ្ញុំក៏បានឡើងជិះអាទិះភ្លើងនឹងដែរគឺយើងជិះទៅមើលទេសភាពនេះមានតាំងពីគេធ្វើរូបមនុស្សនៅសម័យបុរាណពីមុនហើយធ្វើស័ក្តិសមមែនតើនិយាយទៅមើលទៅទាំងដូចមនុស្សយើងមែនតើអញ្ចឹងហើយកន្លែងនេះវិញដែរខ្ញុំបានទៅជិះនៅក្នុងកែវហ្នឹងគឺកែវហ្នឹងវាវិលទៅវិលមកអញ្ចឹងណាបងប្អូនហើយកន្លែងវិញខ្ញុំបានឡើងទៅជិះទូកហ្នឹងគឺធ្វើឲ្យយើងរន្ធត់ណាស់ព្រោះអីពេលជិះទៅគឺវាធ្លាក់ទៅហ្មងហើយកន្លែងហ្នឹងខ្ញុំថតអត់សូវបានល្អទេដោយសារបងប្រុសខ្ញុំប្រាប់ថាកុំឲ្យខ្ញុំកាន់ទូរស័ព្ទប្រយ័ត្នធ្លាក់បាត់អញ្ចឹងគាត់ជួយថតជំនួសខ្ញុំហើយនៅពេលដែលទូកហ្នឹងជិះហើយអស់គឺគេចាប់ដើមជិះយឺតៗដើម្បីឲ្យយើងមើលទេសភាពនៅក្នុងហ្នឹងហើយការប៉ັດទៅបងប្អូនកន្លែងលេងគេគឺមានច្រើនខ្លាំងណាស់មានច្រើនជាងហ្នឹងទៀតប៉ុន្តែខ្ញុំបានថតទេដោយសារតែពេលហ្នឹងខ្ញុំកំពុងតែរវល់លេងហើយណាមួយទៅកន្លែងខ្លះគឺខ្ញុំវាក់កាន់ទូរស័ព្ទថតណាស់នៅពេលដែលកាន់ទូរស័ព្ទថតទៅខ្ញុំខ្លាចធាក់ទូរស័ព្ទបាត់ចឹងទៅខ្ញុំក៏បានថតទៅចឹងបងប្អូនខ្ញុំឥឡូវចាប់ដើមចេញពី Disneyland មកវិញហើយព្រោះអីខ្ញុំលេងរួចអស់ហើយក៏ដល់ម៉ោងត្រឡប់ទៅឡានវិញចឹងឥឡូវខ្ញុំកំពុងដើរទៅឡានហើយពេលនេះដែរខ្ញុំកំពុងជិះឡានទៅកន្លែងញ៉ាំអីឥឡូវនេះដែរខ្ញុំដល់កន្លែងញ៉ាំអីហើយពួកខ្ញុំកំពុងតែញ៉ាំស៊ុបរសជាតិផ្សិតហើយរសជាតិស៊ុបគេគឺរៀងឆ្ងាញ់ដែរបន្ទាប់ពីញ៉ាំរួចខ្ញុំក៏បានឃើញកន្លែងលេងមួយកន្លែងលេងហ្នឹងគឺគេមានកន្លែងដាក់កាក់ចាប់យករបស់របរហើយបងអូនខ្ញុំចូលចិត្តណាស់ឲ្យទៅគាត់ឃើញគាត់នឹងចង់លេងហើយចឹងវីដេអូថ្ងៃទី3មានតែប៉ុណ្្នឹងទេបងប្អូនខ្ញុំនឹងផុសថ្ងៃទី4បន្តទៀតបើបងប្អូនចូលចិត្តវីដេអូនេះកុំភ្លេច like ហើយ share ម្នាក់មួយផងនិងក៏កុំភ្លេច follow ដែរហើយសូមជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នាសូមអរគុណ